ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតនៅក្នុងវគ្គទី2នៃការអប់រំឪពុកម្ដាយសាសនមតីសម្រាប់នៅថ្ងៃនេះផងដែរយើងនឹងមើលជាមួយគ្នាពីមូលហេតុដែលការលេងសំខាន់ជាងការរៀនការលេងសម្រាប់កុមារគឺមិនមែនគ្រាន់តែជាសកម្មភាពដែលចំណាយពេលវេលាធម្មតានោះទេដូច្នេះយើងនឹងស្វែងយល់ជាមួយគ្នាហេតុអ្វីបានជាការលេងគឺជាការរៀនដែលសំខាន់ជាងគេនៅក្នុងអនាគតរបស់កូនរបស់យើងកុមារទាំងអស់នៅមិនទាន់ស្ទាត់ក្នុងការនិយាយនោះទេដូច្នេះកុមារអាចបង្ហាញពីអារម្មណ៍និងការគិតរបស់ខ្លួនតាមរយៈការលេងហើយក៏មានអារម្មណ៍ថាជោគជ័យនៅពេលដែលសង់លម្អិតហើយក៏បានបន្ធូរនៅអារម្មណ៍ដែលខ្វល់ខ្វាយដោយការអោបតុក្កតាប្រសិនបើមើលពីការលេងរបស់កូនឲ្យស្ងាត់ៗនោះយើងនឹងអាចអាននៅចិត្តរបស់កូនរបស់យើងបាននៅពេលដែលកុមាររៀបរូបគុម្ពនិងសង់លម្អិតនោះអាចបង្កើតនូវសមត្ថភាពនៃការគិតបានត្រឹមត្រូវដោយធម្មជាតិបានសកម្មភាពទាំងនេះគឺអាចអភិវឌ្ឍនូវសមត្ថភាពដោះស្រាយបញ្ហាការច្នៃប្រឌិតរបស់កុមារមានការរីកចម្រើនតាមរយៈការលេងបែបស្រមើស្រមៃនិងការលេងដោយសេរីតាមរយៈសកម្មភាពទាំងអស់នេះកុមារអាចបង្កើតបាននូវគំនិតថ្មីៗនិងបញ្ចេញនូវការស្រមើស្រមៃរបស់ពួកគេបានផងដែរកុមារអភិវឌ្ឍនូវការផ្ដោតអារម្មណ៍ដោយធម្មជាតិនៅពេលដែលពួកគេចូលរួមនៅក្នុងការលេងល្បែងដែលពួកគេចូលចិត្តបទពិសោធន៍ដ៏អស្ចារ្យនេះនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ការសិក្សារបស់ពួកគេនាពេលអនាគតសួនកម្សាន្តគឺជាថ្នាក់រៀនដំបូងនៃការរស់នៅក្នុងសង្គមរបស់កុមារកុមារអាចរៀនពីសមត្ថភាពទំនាក់ទំនងការគោរពនូវច្បាប់វិន័យចែករំលែកនិងរួបរួមគ្នាដោយសេរីបាននៅពេលដែលលេងជាមួយនឹងមិត្តភ័ក្តិការលេងជាមួយមិត្តភ័ក្តិគឺជាការដែលកុមាររៀនបានដំបូងពីទំនាក់ទំនងសង្គមនិងច្បាប់វិន័យការអភិវឌ្ឍផ្នែកសង្គមភាពបែបនេះគឺជាតួនាទីដ៏សំខាន់យ៉ាងខ្លាំងដល់ការអភិវឌ្ឍបញ្ញាអារម្មណ៍និងឆន្ទៈរបស់កុមារបានកុមារអាចលូតលាស់ជាសមាជិកដែលមាំមួនក្នុងសង្គមតាមរយៈដូចជាការសហការរួបរวมគ្នាការលះបង់និងសមត្ថភាពទំនាក់ទំនងជាដើមដែលកុមារបានរៀននៅក្នុងដំណើរការនៃការលេងជាមួយមិត្តភ័ក្តិនៅក្នុងការលេងគឺមិនត្រឹមតែមានភាពជោគជ័យតែប៉ុណ្ណោះនោះទេប៉ុន្តែពេលខ្លះក៏ដួលដូចជាប៉មដែលបានសាងសង់ហើយពេលខ្លះក៏អាចចាញ់នៅក្នុងការលេងហ្គេមផងដែរតាមរយៈបទពិសោធន៍ទាំងអស់នេះកុមារអាចពង្រឹងនូវកម្លាំងនៃដួងចិត្តដែលអាចក្រោកឈរឡើងវិញនិងមានភាពក្លាហានដែលមិនខ្លាចនូវភាពបរាជ័យកម្លាំងបែបនេះគឺអាចធ្វើឲ្យលូតលាស់ជាមនុស្សពេញវ័យដែលមានស្មារតីដ៏មាំមួនដែលអាចសាកល្បងធ្វើវាឡើងវិញម្ដងទៀតបាននិងមិនបាក់ទឹកចិត្តទោះជាជួបនឹងរឿងអ្វីក៏ដោយការលេងដែលមានចលនារាងកាយគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរាងកាយកុមារបានប្រើប្រាស់សាច់របស់រាងកាយទាំងមូលដោយការលេងរត់លេងរមៀលលេងលោតជាដើមទាំងនេះគឺមិនត្រឹមតែជួយពង្រឹងនូវសមត្ថភាពកីឡានិងអារម្មណ៍នៃតុល្យភាពនោះទេគឺជាដំណើរការដែលចាំបាច់យ៉ាងខ្លាំងក្នុងការលូតលាស់រាងកាយដែលមាំមួនក្នុងអំឡុងពេលដែលលេងនោះនឹងបញ្ចេញនូវអង់ដូហ្វីននិងសេរ៉ូតូនីននៃសុភមង្គលដែលចេញពីខួរក្បាលរបស់កុមារភាពរីករាយនិងការពេញចិត្តតាមរយៈការលេងគឺអាចជួយឲ្យកុមារមានស្ថិរភាពនៃអារម្មណ៍និងអភិវឌ្ឍការគិតវិជ្ជមានបានដូច្នេះតើឪពុកម្ដាយត្រូវតែធ្វើអ្វីខ្លះជាជាងការជ្រៀតជ្រែកដោយគ្មានលក្ខខណ្ឌក្នុងការលេងរបស់កូនរបស់យើងសូមមើលកូនរបស់យើងដោយនាំមុខក្នុងការលេងរបស់កូនពេលខ្លះវាពិតជាសំខាន់នៅក្នុងការលេងជាមួយនឹងគ្នាហើយបង្ហាញពីចំណាប់អារម្មណ៍ដ៏ពិតប្រាកដចំពោះភាពរីករាយនិងសមត្ថភាពរបស់កូនរបស់យើងការសិក្សាក៏សំខាន់ខ្លាំងណាស់ដែរប៉ុន្តែការរៀនតាមរយៈការលេងគឺជាការរៀនដែលត្រឹមត្រូវនិងពិតប្រាកដមធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើឲ្យមានតុល្យភាពរវាងការលេងនិងការសិក្សានោះគឺជាការដែលស្វែងរកធាតុនៃការសិក្សាដោយធម្មជាតិនៅក្នុងការលេងឧទាហរណ៍ការរៀនពីគំនិតនៃរូបធរណីមាត្រតាមរយៈការលេងរៀបលម្អិតប្រសិនបើអ្នកចង់ឲ្យកូនជាទីស្រឡាញ់របស់អ្នកនៅកាដូដ៏ល្អបំផុតនោះសូមផ្ដល់ពេលវេលាដើម្បីឲ្យពួកគេអាចលេងដោយអស់ពីចិត្ត
ការលេងគឺជាការរៀនសូត្រដ៏អស្ចារ្យបំផុតដែលគ្របដណ្ដប់គ្រប់ផ្នែកនៃការអភិវឌ្ឍរបស់កុមារនៅម៉ោងក្រោយយើងខ្ញុំនឹងនិយាយអំពីកន្លែងនៃការលេងដោយសេរីដែលដឹកនាំដោយកុមារអរគុណសម្រាប់វីដេអូមួយនេះប្រសិនបើជាជំនួយដល់បងប្អូនទាំងអស់គ្នាសូមកុំភ្លេចជួយចុច like subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗល្អៗបន្តទៀតអរគុណជួបគ្នានៅវីដេអូក្រោយ